របៀបរក្សាទុកបន្ទុកសិស្សអញ្ចឹងនៅពេលចូលមកដល់ការអនុវត្តលំហាត់សិស្សគាត់ត្រូវធ្វើឲ្យចប់បានចេញលទ្ធផលត្រឹមត្រូវអញ្ចឹងពេលដែលសិស្សគាត់បានអនុវត្តលំហាត់ហើយលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងលទ្ធផលរបស់គាត់នឹងលោតមកហើយអញ្ចឹងមានទាំងឈ្មោះគាត់មានទាំងថ្នាក់មានទាំងកន្លែងមេរៀនដែលគាត់បានអនុវត្តហ្នឹងហើយរយៈពេលហើយនឹងការបរិច្ឆេទអីគឺមានទាំងអស់អញ្ចឹងបន្ទុកសម្រាប់បន្ទុកវិញគឺបន្ទុកសរុបគឺ17ហើយសំណួរគឺ17អញ្ចឹងសរុបទៅគាត់ធ្វើបានទាំង17ត្រឹមត្រូវបើសិនជាមានខុសគឺមានកន្លែងខុសហើយបើសិនជាពួកគាត់ចុចរំលងគឺយើងក៏ដឹងថាគាត់ចុចរំលងអត់ធ្វើដែរអញ្ចឹងណាលោកគ្រូអ្នកគ្រូអញ្ចឹងបើសិនជាយើងចង់ឲ្យលទ្ធផលហ្នឹងទៅអាណាព្យាបាលឪពុកម្ដាយគ្រួសារគាត់បានមើលអញ្ចឹងយើងចុចកន្លែងរក្សាទុកនេះអញ្ចឹងនៅពេលដែលយើងចុចកន្លែងរក្សាទុកហ្នឹងគឺរូបលទ្ធផលហ្នឹងនឹង download ចូលទៅកន្លែង download ហ្មងអញ្ចឹងងាយស្រួលឲ្យយើងអាចបង្ហាញលទ្ធផលបានឃើញជាក់លាក់ហ្មងបើសិនជាគាត់ធ្វើអត់បានល្អចង់ធ្វើម្ដងទៀតអញ្ចឹងយើងអាចចុចព្យាយាមដើម្បីឲ្យពួកគាត់ធ្វើម្ដងទៀតតែបើសិនជាគាត់មិនចង់រក្សាទុកទេយើងអាចចុចពាក្យថាចាក់ចេញនេះគឺយើងអាចចាក់ចេញទៅបានហើយអញ្ចឹងបន្ទាប់ពី save ហើយក៏យើងត្រូវតែចាក់ចេញដែរអញ្ចឹងចូលមកដល់ដើមវិញហើយសូមអរគុណលោកគ្រូអ្នកគ្រូដែលបានទស្សនា